ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងលោកបានផ្ញើលិខិតតាមរយៈសារអេឡិចត្រូនិកមកកាន់កម្មវិធីវិទ្យុខ្មែរប៉ុស្តិ៍ដើម្បីសូមអនុញ្ញាតឲ្យលោកយាចនាអ្នកវិភាគនយោបាយឲ្យវិទ្យុខ្មែរប៉ុស្តិ៍ធ្វើការវិភាគបកស្រាយនៅសំណួររបស់លោកចាដែលមានលោកពេជ្រសុវណ្ណជាអ្នកចោទសួរឆ្លើយឆ្លងជាមួយលោកយាចនាជុំវិញតុលាការពិសេសកាត់ទោសមេដឹកនាំខ្មែរក្រហមដែលកំពុងសហការជាមួយអង្គការសហប្រជាជាតិថាប្រសិនបើបរាជ័យក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះនៅពេលខាងមុខតើប្រទេសណាខ្លះទទួលខុសត្រូវដូច្នេះដើម្បីឲ្យបានជ្រាបសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ខ្លឹមសារដូចតទៅជំរាបសួរលោកអ៊ីចណាបាទជំរាបសួរវិទ្យុខ្មែរប៉ុស្តិ៍ទៅតែទទួលបានសំណួរពីលោកសុកមេងសុងដែលជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងលោកសុកមេងសុងសូមសួរទៅលោកអ៊ីចណាឲ្យជួយបកស្រាយសំណួរនិងចម្ងល់ពីបញ្ហាខ្លះៗដូចមានខាងក្រោមនេះសំណួរទី1សូមសួរលោកថាតុលាការខ្មែរក្រហមដែលកំពុងតែកាត់ទោសមេដឹកនាំខ្មែរក្រហមបច្ចុប្បន្នប្រសិនបើមិនទទួលបាននូវសេរីភាពនិងយុត្តិធម៌តើប្រទេសណាខ្លះដែលទទួលខុសត្រូវបាទសូមអរគុណសូមជម្រាបសួរលោកសុកមេងសុងពីចម្ងាយសូមជម្រាបសួរបងប្អូនពលករនិស្សិតទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងសូមជម្រាបសួរជនរួមជាតិខ្មែរទាំងអស់រឿងបញ្ហាសាលាក្តីខ្មែរក្រហមគឺយើងត្រូវពិនិត្យចំពោះផ្លូវច្បាប់ហើយនឹងនយោបាយអង្គការសហប្រជាជាតិបានដូចតែជាមួយនឹងរដ្ឋាភិបាលនៃប្រទេសកម្ពុជាដោយមានសំណុំពរពីខាងរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើងដឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជាខ្លួនឯងបានស្នើសុំទៅអង្គការសហប្រជាជាតិដើម្បីរៀបចំឲ្យមានសាលាក្តីមួយធ្វើការកាត់ទោសទៅដល់មេដឹកនាំដែលមានការទទួលខុសត្រូវទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលខ្មែរយើងហៅថារបបប៉ុលពតនោះហើយចែកដល់អីគឺថាការស្នើសុំពីស៊ីពេលយូរមែនទែនដែលនាំឲ្យមេដឹកនាំសំខាន់មួយចំនួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានបាត់បង់ជីវិតដូចជាលោកប៉ុលពតដែលជាអ្នកទទួលខុសត្រូវពូជជាទីបំផុតគឺថាជានាយករដ្ឋមន្ត្រីនៅក្នុងរបបនោះហើយលោកតាមុកដែលយើងហៅថាតាមុកហ្នឹងគឺថាក៏បានបាត់បង់ជីវិតទៅក្នុងរយៈពេលថ្មីនឹងប្រហែលឆ្នាំនឹងដែរក៏មិនបានដឹងថាតើមានរឿងអ្វីកើតឡើងបានជាការកាត់សម្លាប់គ្រូអ្នកទាំងអស់គ្នានេះសំខាន់ណាស់ហើយយើងឃើញថាដំបូងឡើយគឺរដ្ឋាភិបាលនៃប្រទេសកម្ពុជាហាក់មានសុខឆន្ទៈក្នុងការរៀបចំឲ្យមានសាលាក្តីខ្មែរក្រហមដោយធ្វើការស្នើសុំទៅអង្គការសហប្រជាជាតិប៉ុន្តែផ្ទុយទៅវិញគឺថាបន្ទាប់ពីអង្គការសហប្រជាជាតិមានការពិចារណាគិតគូរទៅរឿងបញ្ហាបង្កើតនៅសាលាក្តីនេះហើយរដ្ឋាភិបាលនៃប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែនក្រោយឆ្នាំ98មកនោះគឺថាមានការពេញកក់ច្រើនដែលនាំឲ្យស៊ីពេលយូរហើយត្រូវគិតគូររៀបចំច្បាប់មួយដែលច្បាប់នោះបានធ្វើឲ្យមានការកាត់ទោសឬក៏ការកាត់ក្តីទៅលើសកម្មជនឬក៏អ្នកដែលទទួលខុសត្រូវនោះហាក់ដូចជាមានយុទ្ធមិនយុត្តិធម៌ល្អយើងឃើញថាគណៈបព្វជិជនកម្ពុជាឬក៏មានដឹកនាំនៃគណៈបព្វជិជនកម្ពុជាសប្តាហ៍នេះជាច្រើនអ្នកមានជាប់ពាក់ព័ន្ធនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៃការកាត់សម្លាប់ហើយមួយវិញទៀតប្រទេសជាមិត្តនៃគណៈបព្វជិជនកម្ពុជាមានជាប្រទេសជួនជាដើមនេះហើយនឹងទីចិនដែលតាមនោះក៏ជាអ្នកចាប់គប់ជាអ្នកគាំពៀទៅដល់របបកម្ពុជាប្រជាធិបតេយ្យក៏ជាប់ពាក់ព័ន្ធហើយមួយវិញទៀតយើងក៏ឃើញថាសហរដ្ឋអាមេរិកក៏មានជាប់ពាក់ព័ន្ធទុកទឹកក្តីច្រើនក្តីនៅក្នុងព្រឹត្តិការណ៍នៃការបង្កសង្គ្រាមភ្លើងសង្គ្រាមឲ្យឆាបឆេះនៅក្នុងប្រទេសកម្ពុជាដូច្នេះគឺយើងឃើញថាទូតរបស់អាមេរិកប្រចាំនៅអង្គការសហជីវជាតិបាននិយាយជាមួយលោកកូហ្វីអាណាន់ដែលកាលនោះលោកកូហ្វីអាណាន់នៅជាអគ្គលេខាធិការនៃអង្គការសហជីវជាតិបានបញ្ជាក់អំពីជំហរនៃសហរដ្ឋអាមេរិកឬបញ្ហាការគ្រប់គ្រងឲ្យមានការបង្កើតសាលាក្តីខ្មែរក្រហមគឺធ្វើយ៉ាងម៉េចឲ្យលោកកូហ្វីអាណាន់នៅក្នុងនេះជាអង្គការសហជាតិនេះយល់ស្របទៅតាមសំណើនៃភាគីកម្ពុជាគឺការបង្កើតនៅសាលាក្តីខ្មែរក្រហមកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងទឹកដីនៃប្រទេសកម្ពុជាហើយត្រូវដល់សិទ្ធិជាចម្បងឲ្យមានចៅក្រមជាច្រើនជាជនជាតិខ្មែរដែលបានអត់នេះថាចៅក្រមនេះគឺនៅក្រោមគំនិតនយោបាយអធិបុលនយោបាយនៃគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែនដូច្នេះចំពោះអ្នកដែលត្រូវទទួលខុសត្រូវគឺមិនមែនតែសម្ដៅ
ជនកម្ពុជាលោកហ៊ុនសែនមួយមុខនោះទេប្រទេសមហាអំណាចក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរដែលត្រូវទទួលខុសត្រូវនៅក្នុងបញ្ហានេះយើងឃើញថារឿងបញ្ហាការកាប់សម្លាប់ខ្មែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យទីនៅអឺរ៉ុបមានដូចជាប្រទេសអង់គ្លេសជាដើមចក្រភពអង់គ្លេសជាដើមគឺគេបានចុះចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញឲ្យពិនិត្យរឿងការគោរពសិទ្ធិនៅក្នុងប្រទេសកម្ពុជានៅក្រោមការដឹកនាំនៃលោកប៉ុលពតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យអញ្ចឹងគឺថានៅក្នុងអឺរ៉ុបនេះគឺមហាអំណាចនៅក្នុងអឺរ៉ុបគេមានការគិតគូរច្រើនចំពោះប្រជាពលរដ្ឋខ្មែរប៉ុន្តែផ្ទុយទៅវិញមហាអំណាចនៅអាស៊ីនិងសហរដ្ឋអាមេរិកបានចូលពាក់ព័ន្ធលូកលាន់រឿងបញ្ហាការស្លាប់នៃជនជាតិខ្មែររាប់លាននាក់ដូច្នេះហើយសម្រាប់គំនិតរបស់ការយល់ឃើញរបស់ខ្ញុំមិនអាចថាជាការត្រឹមត្រូវទេតែខ្ញុំយល់ឃើញថាប្រទេសដែលត្រូវទទួលខុសត្រូវមានសហរដ្ឋអាមេរិកជាដើមមានប្រទេសចិនជាដើមមានប្រទេសជួននេះជាដើមត្រូវចូលរួមក្នុងការទទួលខុសត្រូវរឿងបញ្ហាការទទួលពីដឹកនាំខ្មែរក្រហមដោយយើងឃើញថាធ្វើឲ្យគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលនៃប្រទេសកម្ពុជាសប្តាហ៍ក្រោមការដឹកនាំរបស់លោកហ៊ុនសែននេះគឺក្អេងក្អាងណាស់គឺជំទាស់សពគ្រប់បែបយ៉ាងអ្នកដែលពួកគេមិនពេញចិត្តគឺពួកគេមិនផ្ដល់នូវការយល់ស្របដើម្បីអនុញ្ញាតឲ្យចៅក្រមទាំងអស់នោះមកធ្វើការនៅក្នុងប្រទេសកម្ពុជាយើងឃើញច្រើនលើកច្រើនសារមកហើយទាំងចៅក្រមដែលមកពីប្រទេសអាល្លឺម៉ង់ចៅក្រមមកពីស្វីសចៅក្រមមួយចំនួនផ្សេងទៀតមេធាវីអីជាដើមគឺថាមានការលាលែងច្រើនលើកច្រើនសារមកហើយមានការលាលែងពីធាននៃក្រមកិច្ចការរដ្ឋបាលអីជាច្រើនលើកច្រើនសារដូច្នេះយើងឃើញថាការរៀបចំឲ្យមានសាលាក្តីខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជាក្រោមការត្រួតត្រាដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលជាប់ជំពាក់ពាក់ព័ន្ធច្រើននៅក្នុងករណីសំណុំរឿងសម្លាប់ជនជាតិខ្មែររាប់លាននាក់នៅក្នុងរបបកម្ពុជាជាប្រជាធិបតេយ្យហើយនឹងប្រទេសជាមិត្តនៃគណៈបកប្រជាជនកម្ពុជានៃរបបលោកហ៊ុនសែននិងរបបប៉ុលពតកាលសម័យនោះក៏បានជាប់ពាក់ព័ន្ធច្រើនហើយពួកគេសុទ្ធតែមានអំណាចឥទ្ធិពលដែលសម្រាប់ទីបានមើលឃើញថាលោកហ៊ុនសែនគឺថាទទួលបានឱកាសគាំទ្រពីអត់លក្ខខណ្ឌពីអស់លោកទាំងអស់នោះពីប្រទេសទាំងអស់នោះដែលធ្វើឲ្យលោកហ៊ុនសែនត្រូវតែសងគុណពួកគេទៅវិញគឺការត្រួតត្រាឲ្យខាងតែបានខុសក្តីត្រូវក្តីឆ្គងយ៉ាងណាក៏ដោយមិនខ្វល់ទេដឹងថាការដែលទៅជឿជ្រែកកិច្ចការនៅក្នុងសាលាក្តីខ្មែរក្រហមគឺជារឿងមួយខុសច្បាប់ហើយការដែលរៀបកំហែងទៅលើលោកបានទីពូកាលពីឆ្នាំ2010ដែលកាលនោះលោកបានទីពូបានមកធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកម្ពុជាក្នុងនាមលោកជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិជាទង្វើមួយអសិលធម៌ខ្ពស់ហើយខុសច្បាប់ប៉ុន្តែលោកហ៊ុនសែនហ៊ានធ្វើតែអត់មានគិតអំពីមុខមាត់នៃប្រទេសកម្ពុជាមុខមាត់នៃប្រជាពលរដ្ឋខ្មែរណាតតែសោះដូច្នេះលោកហ៊ុនសែនមានកាតព្វកិច្ចប្រសងគុណពួកគេវិញធ្វើយ៉ាងម៉េចឲ្យរក្សានៅកិត្តិយសតម្លៃនៃមនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាហើយនឹងរក្សានៅតម្លៃនៃកិត្តិយសនៃប្រទេសដែលជាមិត្តរបស់លោកហ៊ុនសែនដូច្នេះហើយអ្នកទទួលខុសត្រូវដូចខ្ញុំបានជម្រាបចឹងបាទសំណួរទី2លោកសុកមេងសុងក៏បានលើកឡើងដែរថាតុលាការខ្មែរក្រហមប្រសិនបើទទួលបរាជ័យដោយឆន្ទៈរដ្ឋាភិបាលតើអង្គការសហប្រជាជាតិទទួលខុសត្រូវទៅលើបញ្ហាអ្វីខ្លះចំពោះជីវិតប្រជាពលរដ្ឋខ្មែរ3លាននាក់តែបានបាត់បង់ជីវិតនោះបាទខ្ញុំសង្កេតឃើញអង្គការសហប្រជាជាតិប្រឹងប្រែងណាស់នាំយកនូវសន្តិភាពនិងយុត្តិធម៌ឲ្យប្រទេសកម្ពុជាយើងឃើញថាក្រោយពីឆ្នាំ1991ដោយបង្កើតឲ្យមាននៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីអំពីកម្ពុជាថ្ងៃ23ដុល្លារមកគឺអង្គការសហប្រជាជាតិបានរៀបចំដំណើរការយុទ្ធសាស្ត្រ2ទី1គឺការនាំការបង្រួមជាតិនិងសន្តិភាពប្រជាធិបតេយ្យឲ្យប្រទេសកម្ពុជានិងទី2គឺគូអំពីយុត្តិធម៌ឲ្យប្រជាពលរដ្ឋខ្មែរយើងឃើញថាឆ្នាំ93ប្រជាពលរដ្ឋខ្មែរបានទៅចូលរួមការបោះឆ្នោតលើកដំបូងបន្ទាប់ពីឆ្លងកាត់នៅសង្គ្រាមអស់រយៈពេលជិត10ឆ្នាំមកប្រជាពលរដ្ឋខ្មែរបានស្គាល់នឹងការបោះឆ្នោតទៅរើសយកមេដឹកនាំហើយគឺថាគណៈបកពុនសិទ្ធិទទួលបានជោគជ័យយ៉ាងត្រចះត្រចង់តែនៅលោកហ៊ុនសែនមានការបើករហាយខាងសម្បាហើយឡាំបាទៅបង្កើតនៅតំបន់អាពុកប៉ុន្តែសប្តាហ៍លោកហ៊ុនសែនរួចខ្លួនអត់មានអ្នកណាចង់បង្កើតលោកហ៊ុនសែនបានអីក៏ទៅសោះហើយនេះជាដំណើរការទី1ក៏ប៉ុន្តែខ្មែរយើងអ្នកដឹកនាំនយោបាយខ្មែរយើងគឺថាចៅប្រសិទ្ធបានជោគជ័យជាជំនះហើយអត់អាចអនុវត្តឲ្យមានប្រជាធិបតេយ្យឲ្យបានពេញលេញការគ្រប់សិទ្ធិមនុស្សឲ្យបានពេញលេញធ្វើឲ្យមានការបង្រួបជាតិឲ្យបានពេញលេញតែ
បែបជាបណ្ដោយឲ្យខ្លាចូលព្រៃហើយបានសាច់ពេញពោះហើយមានអំណាចមានប្របាក់ហើយនឹងខំកំទេចនៅអ្នកស្នេហាជាតិដែលយើងឃើញថាកម្ពុជាខ្ទេចខ្លាំងក្នុងសប្តាហ៍នេះជាបេសកកម្មមួយដែលអង្គការសហប្រជាជាតិបានបំពេញហើយខ្មែរត្រូវទទួលខុសត្រូវដោយខ្លួនឯងព្រោះពីតំណែងខ្មែរបានឆ្លើយប្រាប់ទៅអង្គការសហប្រជាជាតិវិញថាដល់ពេលវេលាដែលខ្មែរត្រូវគិតគូរអំពីជោគវាសនារបស់ជាតិខ្លួនឯងទៅខ្លួនឯងដូច្នេះសូមអញ្ជើញលោកអញ្ជើញត្រឡប់ទៅវិញដូច្នេះខ្មែរត្រូវទទួលខុសត្រូវរឿងនេះពីតំណែងខ្មែរត្រូវទទួលខុសត្រូវរឿងទី2ដល់ពេលវេលាដែលអង្គការសហប្រជាជាតិត្រូវគិតគូរពីរឿងបញ្ហាការនាំយកនៅយុទ្ធធម៌ជូនជនរួមជាតិខ្មែរជួបជាតិខ្មែរហើយករណីនេះគឺដោយជួងទៅលើការស្នើសុំពីរដ្ឋាភិបាលខ្មែរដូចខ្ញុំបានបញ្ជាក់ពីសំណួរខាងដើមគឺរដ្ឋាភិបាលខ្មែរទេដែលការនោះនៅជារដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី2នាយករដ្ឋមន្ត្រីទី1សម្ដេចក្រមព្រះបរមរាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រីទី2គឺលោកហ៊ុនសែនហើយពេលដែលមានការស្នើសុំហើយគឺអង្គការសហជីវជាតិយកទៅពិនិត្យវិจัยហើយទីបំផុតក៏សម្រេចចិត្តថានឹងនាំយកនៅយុទ្ធធម៌ឲ្យបានជូនប្រជាពលរដ្ឋខ្មែរក៏ប៉ុន្តែដូចខ្ញុំបានបញ្ជាក់នៅក្នុងសំណួរខាងដើមថាប្រទេសអំណាចមហាអំណាចគេមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះបានជំនុំឲ្យអង្គការសហជីវជាតិមានការលំបាកខ្លាំងណាស់ក្នុងការបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវពេញលេញរកយុទ្ធធម៌ពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរដូច្នេះបើសិនជាយើងទម្លាក់កំហុសទៅលើអង្គការសហប្រជាជាតិនោះខ្ញុំគិតថាមិនសមគួរទេព្រោះអង្គការសហប្រជាជាតិគឺមានតែឈ្មោះជាអង្គការសហប្រជាជាតិតែអំណាចស្ថិតនៅលើដៃនៃប្រទេសអ្នកមានអំណាចទាំង5នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិគឺនៅក្នុងដៃនៃប្រទេសចិនក្នុងដៃនៃប្រទេសអាមេរិកក្នុងដៃនៃប្រទេសបារាំងក្នុងដៃនៃប្រទេសអង់គ្លេសក្នុងដៃនៃរុស្ស៊ីបើសិនជាប្រទេសណាមួយមានការវេតូឬការមិនយល់សប្តិព្រមនោះគឺដំណើរការអ្វីក៏មិនអាចចេញសម្រេចបានដែរដូច្នេះហើយគឺថាមានប្រទេសពីរបីហើយដែលមានអំណាចនៅក្នុងក្រុមប្រឹក្សាសន្តិសុខហ្នឹងរួមផ្សំជាមួយនឹងប្រទេសរុស្ស៊ីផងខ្ញុំក៏លេចបានជម្រាបអំពីការពាក់ព័ន្ធនៃប្រទេសរុស្ស៊ីឬក៏ប្រទេសកាលនោះនៅជាសហភាពសូវៀតជាប់ពាក់ព័ន្ធនៃការគាំទ្រឬបញ្ហាការដឹកនាំប្រទេសរបស់លោកហ៊ុនសែនកាលពីទសវត្សរ៍ឆ្នាំ80នោះហើយអញ្ចឹងទេគឺថាមានប្រទេសច្រើនទៅហើយដែលជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនៃការស្លាប់រាប់លានអ្នករបស់ប្រជាពលរដ្ឋខ្មែរនេះអញ្ចឹងទេគឺអង្គការសហប្រជាជាតិមិនអាចនឹងសម្រេចកិច្ចការរបស់ខ្លួនទៅបានដរាបណាប្រទេសដែលមានអំណាចទាំងនោះគឺជួលសរទៅតាមបំណងនៃលោកហ៊ុនសែនបំណងនៃគណៈបកប្រជាជាតិកម្ពុជាដែលយើងឃើញថាមានការរឹតបន្តឹងសង្កត់នៅសេរីភាពនៃចៅក្រមនៃក្រុមអ្នកវិរោធយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរដូច្នេះគឺថាអង្គការសហប្រជាជាតិគឺមានបានចូលរួមចំណែកហើយអញ្ចឹងទេគឺខ្លួនយើងជាខ្មែរនឹងទេដែលត្រូវគិតគូរអំពីជោគវាសនារបស់ខ្មែរយើងបើសិនជាមានដឹកនាំខ្មែរបានឆ្លើយប្រាប់ទៅអង្គការសហប្រជាជាតិរួចហើយថាយើងត្រូវទទួលខុសត្រូវអំពីជោគវាសនារបស់ខ្លួនយើងហើយយើងត្រូវគិតគូរទៅប្រជាពលរដ្ឋខ្មែរដល់ពេលវេលាហើយដូចអ្វីដែលលោកស្រីអង្សានសុជីបានមានប្រសាសន៍នៅក្នុងទស្សនសហរដ្ឋអាមេរិកថាឲ្យប្រទេសមានអំណាចទាំងអស់ដែលដាក់ទណ្ឌកម្មទៅលើប្រទេសភូមានោះទុកឲ្យប្រជាពលរដ្ឋនៃប្រទេសភូមាគិតគូរពីជោគវាសនារបស់ខ្លួនអញ្ចឹងខ្មែរយើងនោះគឺថាត្រូវគិតគូរពីជោគវាសនារបស់ខ្មែរយើងដោយខ្លួនឯងទៅអញ្ចឹងបើសិនជាយើងចង់បានយុត្តិធម៌ពិតប្រាកដជូនបងប្អូនយើងជូនឪពុកម្ដាយរបស់យើងជូនកូនរបស់យើងដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមយើងត្រូវគិតគូរថាតើអ្នកណាដែលអាចនឹងរកយុត្តិធម៌ជូនអ្នកទាំងអស់គ្នានោះបានបើទុកឲ្យរដ្ឋាភិបាលសប្តាហ៍នៅដឹកនាំប្រទេសម្លេះយើងអត់អាចនឹងរកយុត្តិធម៌ពិតប្រាកដបានទេព្រោះមេដឹកនាំសប្តាហ៍នេះបានដៃប្រឡាក់ឈាមជាប់ប្រឡាក់ប្រឡងនៅក្នុងរឿងនឹងដែរហើយជាអ្នកជំពាក់គុណនៃប្រទេសជិតខាងដែលបានចូលរួមចំណែកក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរកាប់សម្លាប់ប្តីរបស់យើងប្រពន្ធរបស់យើងកូនរបស់យើងឪពុកម្ដាយរបស់យើងដូច្នេះតើគេអនុញ្ញាតឲ្យយើងរកភ័ព្វបានដែរទេបើគេនៅក្នុងអំណាចអញ្ចឹងដល់ពេលវេលាដែលយើងត្រូវគិតគូរអំពីបញ្ហានេះយើងរៀបចំប្រទេសរបស់យើងរៀបចំរដ្ឋាភិបាលដែលស្នេហាជាតិប្រកបត្រូវពេលនោះគឺថាយើងអាចរៀបចំជីវភាពរបស់យើងឲ្យបានត្រឹមត្រូវផងនិងរកយុត្តិធម៌ជូនដួងវិញ្ញាណក្ខន្ធនៃអ្នកដែលបានបាត់បង់ជីវិតដោយការកាប់សម្លាប់ដោយព្រៃផ្សៃដ៏ពីបំផុត
ពីសំណាក់របបកម្ពុជាប្រជាធិបតេយ្យនេះបានហើយបាទនៅសំណួរទី3ក៏បានលើកឡើងថាការដោះលែងអ្នកស្រីអ៊ីនធរិតវាសមស្របទៅតាមគតិច្បាប់ឬយុត្តិធម៌ដែរឬទេសូមលោកបកស្រាយបាទរឿងការដោះលែងលោកស្រីអ៊ីនធរិតនេះខ្ញុំសូមពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ខ្លះថាលោកស្រីអ៊ីនធរិតមិនមានសមត្ថភាពក្នុងការជជែកដេញដោលដោយសារតែជំងឺចាស់របស់គាត់ជំងឺវង្វេងរបស់គាត់ដែលនាំឲ្យតុលាការមានការលំបាកណាស់ក្នុងការសួរនាំដេញដោលហើយនឹងធ្វើការកាត់ក្តីទីបំផុតគេក៏សម្រេចចិត្តធ្វើការដោះលែងឲ្យនៅក្រៅឃុំដោយដាក់លក្ខខណ្ឌមួយចំនួនលក្ខខណ្ឌនោះគឺដឹងរបស់នេះថាវាធម្មតាទេការដោះលែងនៅក្រៅឃុំគឺត្រូវយកគេហៅថាការយកចិត្តទុកដាក់ចំពោះសេចក្តីបង្គាប់បញ្ជារបស់តុលាការមិនត្រូវចាក់ចេញទៅក្រៅប្រទេសទៀតទៅណាមកណាគឺត្រូវប្រាប់ទៅតុលាការឲ្យបានដឹងពីព្រោះការដោះលែងគឺនៅក្រៅឃុំក៏ប៉ុន្តែសម្រាប់ខ្ញុំគំនិតរបស់ខ្ញុំមិនគិតថាជារឿងត្រឹមត្រូវទេក៏ប៉ុន្តែការយល់ឃើញរបស់ខ្ញុំបើពឹងផ្អែកទៅលើនីតិវិធីច្បាប់យើងត្រូវពិនិត្យមើលចេះថាតើបុគ្គលនោះវង្វេងវង្វាន់ក្នុងពេលដែលធ្វើសកម្មភាពដឹកនាំប្រទេសសម្រាប់មនុស្សដែរឬទេបើសិនជាគេដោះលែងគេត្រូវមើលថាតើនៅពេលដែលបើសិនជាបុគ្គលដែលយើងលើកលែងឬក៏បន្ធូរបន្ថយទោសនោះពេលដែលកំពុងតែប្រព្រឹត្តណាមិនមានសតិស្មារតីត្រឹមត្រូវជាមនុស្សដែលមានភាពរឹងប៉ឹងត្រឹមត្រូវហើយទៅជាមនុស្សមានគេហៅថាវិបត្តិផ្លូវចិត្តជំងឺផ្លូវចិត្តស្គួតចិត្តនោះនឹងគេត្រូវគិតចំណុចហ្នឹងតែសម្រាប់លោកស្រីអ៊ីនធរិតពេលដែលគាត់កំពុងតែប្រព្រឹត្តដឹកនាំប្រទេសគាត់នៅមានវ័យកាលក្មេងវ័យហើយសតិស្មារតីរបស់គាត់រឹងមាំច្បាស់លាស់ជាស្ត្រីរៀនពូកែហើយមានបញ្ញាវាងវៃហើយដឹកនាំប្រទេសពេលនោះលោកស្រីអត់មានឈួតនៅឥឡូវទេអញ្ចឹងទេការដែលយើងសម្រេចនេះគឺវាផ្ទុយអំពីនីតិវិធីគឺដោះលែងឲ្យគេនៅឲ្យលោកស្រីអ៊ីនធរិតនៅក្រៅឃុំគណៈពេលដែលលោកស្រីអ៊ីនធរិតបានប្រព្រឹត្តការកាប់សម្លាប់មនុស្សដឹកនាំប្រទេសដែលបណ្ដាលឲ្យមនុស្សជនជាតិខ្មែរនៅស្លាប់អស់រាប់លានអ្នកហ្នឹងក្នុងគណៈពេលដែលលោកស្រីអត់ឈួតផងហ្នឹងលោកស្រីជាមនុស្សមានបតិរឹងមាំអញ្ចឹងការដែលជនណាម្នាក់បើតាមផ្លូវច្បាប់ប្រព្រឹត្តបទប្រព្រឹត្តការកាប់សម្លាប់ការបំផ្លាញទ្រព្យសម្បត្តិនរណាម្នាក់ក្នុងគណៈពេលដែលខ្លួននៅមានសតិស្មារតីរឹងមាំពេលនោះគឺគេត្រូវកាត់ទោសទៅតាមហ្នឹងពីព្រោះប្រព្រឹត្តដោយចេតនាមិនមែនដោយអចេតនាឬក៏ដោយវង្វេងវង្វាន់នោះទេគឺការប្រព្រឹត្តដោយចេតនាហើយរឿងមួយទៀតនៅក្នុងនីតិវិធីរបស់តុលាការគេអាចកាត់ទោសមនុស្សរហូតដល់គេហៅថាabsentia គេហៅថាដោយកំបាំងមុខការកាត់ទោសដូចជាការកាត់ទោសលោកសំរងស៊ីច្រើនលើច្រើនសារមកនេះក៏ដូចជាការកាត់ទោសកំបាំងមុខអញ្ចឹងអត់មានវត្តមានរបស់មនុស្សនៅក្នុងនឹងផងហេតុនេះក៏កាត់ទោសឲ្យនៅក្នុងជាប់គុកឲ្យលោកសំរងស៊ីជាប់គុកជាង10ឆ្នាំទៅកើតចុះហេតុអីបានជាលោកស្រីអ៊ីនធរិតណាការប្រព្រឹត្តកាលពីឆ្នាំ75ចន្លោះឆ្នាំ75ដល់ឆ្នាំ79នោះលោកស្រីអ៊ីនធរិតអត់មានសតិវង្វេងវង្វាន់ផងហេតុអីក៏ដោះលែងដូច្នេះយើងអាចកាត់ទោសបានដោយកំបាំងមុខបានដែរតាធ្វើច្បាប់លោកស្រីអ៊ីនធរិតឆ្លើយមិនបានពេលដែលនៅក្នុងអង្គសាវនាការក៏គេអាចធ្វើការកាត់ទោសដោយយោងទៅលើដើមហេតុដើមចំនៃការប្រព្រឹត្តដោយចេតនាដោយនាំឲ្យខ្មែរស្លាប់អស់រាប់លានអ្នកហើយលោកស្រីអ៊ីនធរិតមានទូនាទីខ្ពង់ខ្ពស់ជារដ្ឋមន្ត្រីផងនៅពេលនោះដូច្នេះហេតុអីក៏មិនធ្វើបែរទៅជាដោះលែងទៅវិញដូច្នេះខ្ញុំសូមបញ្ជាក់ថាការដោះលែងនេះវាហាក់ដូចជាមិនសមស្របទៅនឹងគតិច្បាប់គតិយុត្តិធម៌តតែសោះគឺដោះលែងមនុស្សដែលប្រព្រឹត្តដោយចេតនាកាប់សម្លាប់មនុស្សអស់រាប់លានអ្នកដោយចេតនាដោយយកលេសត្រឹមថាពេលនេះក្នុងប្រតិស័កនេះលោកស្រីអ៊ីនធរិតមិនអាចឆ្លើយតបទៅនឹងការចោទសួររបស់ចៅក្រមបានចុះហេតុអីឯកសារជាច្រើនទំព័រជាច្រើនរយទំព័រដែលអង្គការផ្នែកខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជាហើយនឹងចៅក្រមឬក៏អ្នកសិក្សាស្រាវជ្រាវអន្តរជាតិដទៃទៀតបានបញ្ជាក់ជូនបានបង្ហាញជូនមិនព្រមយកមកធ្វើជាតតាំងហើយធ្វើការកាត់ទោសបើសិនជាយើងថាលោកស្រីអ៊ីនធរិតមិនអាចឆ្លើយបានយើងកាត់ទោសទៅតាមរឿងកើតហេតុពិតប្រាកដហើយអាចបន្ធូរបន្ថយទៅបើសិនជាថាមិនអាចឆ្លើយតបទល់គ្នាបានក៏ប៉ុន្តែទោសគឺត្រូវតែមានច្បាច់ខាតពីព្រោះលោកស្រីអ៊ីនធរិតគឺបានប្រព្រឹត្តនៅបទប្រព្រឹត្តដែលនាំឲ្យខ្មែរស្លាប់អស់រាប់លានអ្នកដោយចេតនាពិតប្រាកដមិនមែនវង្វេងវង្វាន់នោះទេបាទសំណួរមួយទៀតចង់សួរលោកឲ្យលោកបកស្រាយថាចំពោះករណីលោកមុំសំណងដូតែគាត់ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជាប្រធានវិទ្យុសម្បុកឃុំ FM 105ត្រូវបានតុលាការក្រុងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល20ឆ្នាំដោយសំអាងទៅលើការដែលគាត់ធ្វើអបគមនៅខេត្តក្រចេះ
បើយើងងាកទៅមើលសាលាក្តីខ្មែរក្រហមលោកកាន់កិច្ចអៀវហៅដុចសាលាការខ្មែរក្រហមបានកាត់ទោសលោកកាន់កិច្ចអៀវហៅដុចរយៈពេល35ឆ្នាំតែកាត់ចុះកាត់ឡើងនៅសល់19ឆ្នាំតើលោកយល់យ៉ាងដូចម្តេចដែរភាពទាំងពីរនេះតើវាមានយុត្តិធម៌ចំពោះលោកមុំសំណងដូដែរឬទេលោករឿងបញ្ហាការកាត់ទោសនៅក្នុងករណីលោកមុំសំណងដូនេះយើងមិនអាចប្រកាសបានជាដាច់ខាតថាតុលាការនៃប្រទេសកម្ពុជាសប្តាហ៍ថ្ងៃតុលាការខ្មែរនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីលោកហ៊ុនសែននេះគឺជាតុលាការដែលចាំតែប្រកាសត្រាសុសាតពីព្រោះយើងឃើញដំណើរការនៃការប្រព្រឹត្តទៅពីដើមទីនៃអង្គហេតុដែលនាំឲ្យមានការចោទប្រកាន់ទៅលើលោកមុំសំណងដូតុលាការខ្លួនឯងអត់បាននឹកឃើញតតែសោះអ្នកណានៅក្នុងតុលាការដែលត្រូវមានសិទ្ធិទូនាទីក្នុងការចោទប្រកាន់ទៅលើបុគ្គលណាមួយបើសិនជាបុគ្គលនោះមានការប្រព្រឹត្តដោយគំរាមកំហែងទៅនឹងសន្តិសុខជាតិមិនចាំបាច់រដ្ឋាភិបាលគេធ្វើទេឧទាហរណ៍ករណីនៅក្នុងប្រទេសណ័រវេសគឺរឿងបញ្ហានៃការបាញ់សម្លាប់មនុស្សអស់ចូលជិត100នាក់កាលពីឆ្នាំកន្លងទៅឃើញថាមិនមែនរដ្ឋាភិបាលគេស្រែកវងវាស់នាយករដ្ឋមន្ត្រីស្រែកវងវាស់នោះទេគឺថាតុលាការរបស់គេធ្វើការដោយឯករាជ្យអត់ចាំបាច់ឲ្យនរណាម្នាក់មកបញ្ជាទេគឺបរិយាអាជ្ញារបស់គេជាអ្នកចោទប្រកាន់គឺបរិយាអាជ្ញានឹងហើយមានតួនាទីធំធេងណាស់ជាអ្នកចោទប្រកាន់អញ្ចឹងគេធ្វើការងាររបស់គេដោយធ្វើការចោទប្រកាន់ហើយខ្ញុំសូមឆ្លើយបន្តិចទៅនឹងរឿងបញ្ហាលោកស្រីអ៊ីនរ៉េតបន្ថែមបន្តិចទេគឺថាលោកប្រេវិកនឹងក៏ព្យាយាមធ្វើលប់ទេដែរនៅពេលដែលកាត់ក្តីក៏ប៉ុន្តែចៅក្រមរបស់គេបានសម្រេចកាត់ក្តីឲ្យលោកប្រេវិកនឹងជាប់ទោសជាប់ពន្ធនាគារ21ឆ្នាំហើយបន្តមកទៀតត្រូវមានការឃុំខ្លួនតាមនីតិវិធីពីព្រោះឃើញថាជាការគំរាមកំហែងទៅដល់សន្តិសុខនៃប្រជាពលរដ្ឋនៃប្រទេសណ័រវេសដូច្នេះទោះបីជាលោកនឹងព្យាយាមធ្វើលប់សតិពេលកំពុងកាត់ក្តីនឹងក៏ដោយក៏ប៉ុន្តែគេពិនិត្យពេលដែលកំពុងតែប្រព្រឹត្តនោះលោកប្រេវិកអត់មានលប់សតិទេគឺប្រព្រឹត្តដោយចេតនាសុសាគឺជាមនុស្សមានស្មារតីរឹងមាំឈោបាញ់គេពេញទំហឹងដូច្នេះរឿងអីត្រូវលើកលែងទោសឲ្យហើយមកធ្វើលប់សតិពេលកាត់ក្តីនិយាយប្រឡេះប្រឡប់អត់ទៅបានទេអត់រួចទេអញ្ចឹងតុលាការគេនេះពិតណាស់គឺយុត្តិធម៌អត់មាននរណាលូកដៃអ្វីបន្តិចតទៅសោះអញ្ចឹងទេនេះពិតណាស់គឺថាគេធ្វើទៅតាមនីតិវិធីច្បាប់អញ្ចឹងការដោះលែងលោកស្រីអ៊ីងក្រិតហ្នឹងក៏មិនជាហៅថាត្រឹមត្រូវដែរពីព្រោះលោកស្រីអ៊ីងក្រិតគឺប្រព្រឹត្តពេលដែលកំពុងមានស្មារតីរឹងមាំហើយទើបមកធ្វើលេបឡោះពេលនិយាយនៅជាមួយតុលាការគឺមិនអាចទទួលយកបានជាដាច់ខាតនេះចំពោះរឿងបញ្ហាលោកស្រីអ៊ីងក្រិតចំពោះរឿងការកាត់ក្តីលោកមុំសំណងដូខ្ញុំបញ្ជាក់បន្ថែមគឺថាព្រះអាជ្ញានៅក្នុងតុលាការកម្ពុជាហ្នឹងតុលាការខ្មែរហ្នឹងគឺជាអ្នកមានសិទ្ធិក្នុងការចោទប្រកាន់បើសិនជាព្រះអាជ្ញាហ្នឹងមើលឃើញថាបុគ្គលលោកមុំសំណងដូពិតណាស់គឺគំរាមកំហែងទៅដល់សន្តិសុខជាតិក៏ប៉ុន្តែខ្ញុំអត់បានឃើញអំពីការផ្ដួលផ្ដើមចេញមកពីព្រះអាជ្ញានោះទេគឺក្រោយពីលោកហ៊ុនសែនទៅវិញទេដែលស្រែកណាស់ប្រកាសនៅឯកោះពេជ្រនោះរឿងបញ្ហាលោកមុំសំណងដូអីហ្នឹងដែលជាប់ពាក់ព័ន្ធរឿងការបង្កឲ្យមានចលាចលឬក៏គេហៅថាអបគុំអីគេនោះដែលអបគុំនេះវាមិនស័ក្តិសមហៅថាអបគុំសោះគ្នាមានត្រឹមតែដំបងគ្នាមានត្រឹមអ្វីត្រឹមតែពាក្យសម្ដីបន្តវ៉ារឿងបញ្ហាការរំលោភបំពានដីធ្លីរបស់ពួកគាត់ហើយបែរជាចោទពួកគាត់ថាធ្វើអបគុំនេះជាល្បិចនយោបាយសុខសាស្ត្រហើយការដែលកាត់ទោសលោកមុំសំណងដូជាប់គុក20ឆ្នាំហើយបង់ប្រាក់ពិន័យថែមទៀតនេះវាជារឿងអយុត្តិធម៌ហើយអស់សំណាចណាស់ដែលពិភពលោកគេមើលងាយខ្មែរខ្លាំងមែនទែនដែលខ្មែរខ្លួនឯងក្រោមការដឹកនាំពីលោកហ៊ុនសែនគឺថាធ្វើឲ្យជាតិខ្មែរទាំងមូលនេះធ្លាក់ចុះអន់ថយកាត់ទោសជនជាតិខ្មែរខ្លួនឯងតពីដោយយកតែអំណាចរបស់ខ្លួនអ្នកណាប្រឆាំងទៅនឹងអំណាចរបស់ខ្លួនអ្នកណាមិនយល់ស្របទៅនឹងយោបល់របស់ខ្លួនគឺត្រូវតែជាប់ទោសជាប់ពន្ធនាគារសម្រាប់លោកដូចយើងឃើញថាការកាត់ទោសនេះគឺវាមានជាប់ពាក់ព័ន្ធនយោបាយមែនហើយវាជារឿងមួយគួរឲ្យអស់សំណើចផងដែរដែលលោកដូចជាអ្នកទទួលខុសត្រូវដោយផ្ទាល់ណានៅក្នុងមន្ទីរស21គេហៅថាគុកទួលស្លែងនោះបែរទៅជាកាត់កងចុះឡើងសល់ជាង10ឆ្នាំក៏ប៉ុន្តែឃើញចុងក្រោយមកឃើញមានការរិះគន់ខ្លាំងពីសំណាក់ប្រទេសជាតិអន្តរជាតិក៏បានសម្រេចថាឲ្យដាក់ទោសមួយជីវិតវាសមល្មមហើយពីព្រោះឯលោកដូចក៏មិនមែនវេនវ័យក្មេងឯណារយៈពេលជា10ឆ្នាំហ្នឹងក៏មិនដឹងថាតើឬក៏19ឆ្នាំ
20ឆ្នាំឯហ្នឹងក៏មិនដឹងថាតើលោកដូចនឹងនៅមានជីវិតរស់ដែរឬអត់ទេអញ្ចឹងទេណាជីវិតនឹងវាស័ក្តិសមហើយក៏ប៉ុន្តែសូមបញ្ជាក់ថាទូកទាំងអស់ហាក់ដូចជាទៅធ្លាក់ទៅលើលោកដូចម្នាក់ឯងដែលលោកដូចសុខចិត្តទទួលស្គាល់ទទួលយកនៅការក្រិតបទក្រិតដែលខ្លួនបានប្រព្រឹត្តពីព្រោះនឹងឃើញទាំងអស់គ្នារាប់ម៉ឺននាក់នៅក្នុងគុកទួលស្លែងហ្នឹងដូច្នេះការកាត់ទោសវាជារឿងមួយអស់សំណើចណាស់ដែលលោកមុំសំឡងដូអត់បានប្រព្រឹត្តកំហុសណាតតែសោះប្រឆាំងផលប្រយោជន៍ខ្មែរប្រឆាំងជនជាតិខ្មែរប្រឆាំងប្រជាពលរដ្ឋខ្មែរបែរទៅជាជាប់ទោស20ឆ្នាំហើយអ្នកដែលបានកាប់សម្លាប់ជនជាតិខ្មែរអស់ម៉ឺនរាប់ម៉ឺននាក់បែរទៅជាទទួលទោសប៉ុណ្ណឹងឆ្នាំហើយជាពិសេសយើងមិនបាច់និយាយពីលោកដូចទេធ្វើម៉េចតុលាការបានកាត់ទោសរួចហើយក៏ប៉ុន្តែយើងមើលគឺអ្នកដឹកនាំសប្តាហ៍នេះតើយើងឃើញទាំងអស់គ្នាដែរឬទេលោកហ៊ុនសែនបានប្រឆាំងប្រយោជន៍ជាតិខ្មែរប៉ុន្មានលោកហ៊ុនសែនកាត់ទឹកកាត់ដីឲ្យទៅគេកោះត្រល់ដល់សែនស្អាតកោះត្រល់ដល់សែនសង្ហាកោះត្រល់ដល់សែនសម្បូរទៅដល់ធនធានធម្មជាតិបែរជាលោកហ៊ុនសែនកាត់ឲ្យគេឲ្យការពារទៅទៀតការបាត់បង់កោះត្រល់នេះគឺជារឿងមួយដ៏សែនសោកស្ដាយមែនទែនប៉ុន្តែយើងជាខ្មែរទាំងអស់គ្នាត្រូវរួមគ្នាដើម្បីបន្តទាមទារយកមកវិញបើតាមផ្លូវច្បាប់យើងអាចនឹងបន្តទាមទារមកបានអញ្ចឹងទេអ្នកបំផ្លាញជាតិខ្មែរអ្នកកាប់សម្លាប់ខ្មែរច្រើនណាស់អ្នកដែលដូចជាអុកញ៉ាអស់លោកអ្នកនៅក្បែរខាងលោកហ៊ុនសែនច្រើនអ្នកណាគឺថាបានទៅកាប់សម្លាប់ខ្មែរបានទៅដេញប្រជាពលរដ្ឋខ្មែរធ្វើឲ្យគ្នារងទុក្ខលំបាកវេទនាអស់តកូនតចៅហេតុអីក៏អ្នកទាំងអស់គ្នានឹងអត់មានទុកបីឲ្យបែរទៅជារស់នៅសុខសាន្តមានទ្រព្យសម្បត្តិហូរហៀដូច្នេះវាជារឿងអយុត្តិធម៌ខ្លាំងណាស់ដែលធ្វើឲ្យពិភពលោកវាសើចចំអកទៅនឹងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាសើចចំអកទៅនឹងការដឹកនាំប្រទេសដ៏សែនបច្ចាពីសំណាក់លោកហ៊ុនសែននៅក្នុងប្រទេសកម្ពុជាបាទនៅចុងក្រោយនៃសំណួរគឺលោកសុកមីងសុងគាត់មានចម្ងល់ចង់ឲ្យលោកយាចនាជួយបញ្យល់សម្ដីរបស់មេដឹកនាំជាច្រើនចំនួនមកហើយតែងតែពោលថាដូចជាកាលនៅឆ្នាំ1991ព្រះបាទសម្ដេចនរោត្តមសីហនុយាងចូលប្រទេសកម្ពុជាព្រះអង្គមានបន្ទូលថាខ្លួនក៏ជាប់ឃុំឃាំងដោយសារតែខ្មែរក្រហមនេះដែរតើការដែលព្រះអង្គមានបន្ទូលបែបនេះគឺជាការលៀងខ្លួនឬក៏ជាយ៉ាងណាហើយបន្ទាប់មកសម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងតែមានប្រសាសន៍ថាស្វាជីបាយជាមាត់ប្រប៉ែចំណែកឯសម្ដីរបស់លោកខៀវសំផនដែលគាត់បានត្រឡប់មកចូលប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ1991ហើយត្រូវបានពលរដ្ឋខ្មែរវាយឲ្យបែកក្បាលនៅមុនការបោះឆ្នោតជាតិកាលពីឆ្នាំ1993លោកបានមានប្រសាសន៍ថានៅពេលដែលទឹកថ្លានឹងមើលឃើញដល់បាតពីងចំពោះសម្ដីតាមមុខវិញដែលជាមេខ្មែរក្រហមក៏គាត់បានលើកឡើងដែរថានៅលើក្បាលមុខគឺមានមុខសូមឲ្យលោកយាចនាបកស្រាយដោយអនុគ្រោះសុកមីងសុងដែលជាពលករនៅប្រទេសកូរ៉េដោយអនុគ្រោះផងបាទសូមអរគុណរឿងបញ្ហាសម្ដីរបស់មេដឹកនាំខ្មែរខ្ញុំមើលឃើញថាមានអត្ថន័យជ្រៅជ្រះប៉ុន្តែសម្ដីខ្លះគឺជាសម្ដីភាសាយករូបខ្លួនអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជាច្រើនអ្នកណាស់ប៉ុន្តែមិនមែនទាំងអស់គ្នាទេដែលដឹកនាំប្រទេសបង្កឲ្យមានវិនិស្សកម្មទៅដល់ប្រជាពលរដ្ឋខ្លួនឯងប្រជាពលរដ្ឋខ្មែរបង្កឲ្យជាតិធ្លាក់ចុះបណ្ដាទាំងកិត្តិយសតម្លៃបាត់បង់នៅទឹកដីបាត់បង់នៅជីវិតរបស់ពលរដ្ឋខ្មែរក៏ប៉ុន្តែបែរទៅជាយករួចខ្លួនអត់ទទួលខុសត្រូវហើយគួរឲ្យសោកស្ដាយណាស់ដែលខ្មែរយើងមានមេដឹកនាំដែលអត់ទទួលខុសត្រូវចំពោះជាតិរបៀបនេះខ្ញុំឃើញថាមេដឹកនាំនៃប្រទេសដទៃទៀតដូចជាលោកដែលនៅប្រទេសកូរ៉េឃើញហើយមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូងសប្តាហ៍នេះនឹងពីដើមទីមកនោះតើគេទទួលខុសត្រូវចំពោះជាតិគេប៉ុណ្ណាជាតិរបស់គេក៏ខ្ទេចខ្ទាំអញ្ចឹងដែរបែកបាក់ជាពីរកាលពីឆ្នាំ1954នោះក៏ប៉ុន្តែចាប់ពីពេលហ្នឹងមករហូតដល់សប្តាហ៍តើប្រទេសកូរ៉េខាងត្បូងហ្នឹងគេមានការរីកចម្រើនដល់កម្រិតណាតើមេដឹកនាំជាតិរបស់គេចេះតែដោះសារយករួចខ្លួនអញ្ចឹងដែរទៅទេគឺអត់គឺគេទទួលខុសត្រូវច្បាស់លាស់ណាស់គេសុខចិត្តចុះចេញពីតំណែងបើសិនជាគេអនុវត្តនៅការងាររបស់គេមិនបានផ្ដល់នៅផលប្រយោជន៍ពិតប្រាកដទៅដល់ជាតិមិនចាំបាច់និយាយទៅដល់ណាក់ឲ្យមនុស្សស្លាប់អស់រាប់លានអ្នកផងគ្រាន់តែរឿងបញ្ហាផ្ទុះគ្រាប់កំភ្លើងពី3ពកពី3គ្រាប់នៅឯតំបន់កោះក្បែរខាងក៏ដល់ថ្នាក់រដ្ឋមន្ត្រីរបស់គេលាលែងពីតំណែងដែរដូច្នេះឃើញថាតើប្រទេសកម្ពុជាយើងមានមេដឹកនាំរបៀបហ្នឹងជាជួបវាសនារបស់ខ្មែរដោយអ្វីដែលអ្នកលេងលើមអេតអបនៅក្បែរលោកហ៊ុនសែនខំនាំគ្នាលើកសរសើរថាជនជាតិខ្មែរទាំងអស់ហ្នឹងទូទាំងប្រទេស
ហ្នឹងគឺមានជួបវាសនាធំធេងណាស់ដែលគួរបានមានដឹកនាំឈ្មោះហៅថាហ៊ុនសែននេះមកដឹកនាំប្រទេសសប្តាហ៍នេះគឺមិនមែនគឺថាខ្មែរយើងមានវាសនាអាក្រក់ណាស់ដែលទទួលបានមានដឹកនាំខ្មែរម្នាក់ដែលមានឈ្មោះហ៊ុនសែនហ្នឹងពីព្រោះមានដឹកនាំនេះអត់ទទួលខុសត្រូវអ្វីទាំងអស់បំផ្លាញជាតិធ្ងន់ធ្ងរណាស់អញ្ចឹងទេចាប់ពីពេលនេះតទៅយើងជួបប្រទេសហើយយើងភ្លុកហើយយើងស្គាល់រសជាតិហើយនេះមានដឹកនាំដែលអត់មានការទទួលខុសត្រូវដែលយករួចខ្លួនដោះសារយកទៅរួចខ្លួនដែលនាំឲ្យខ្មែរហើយដូច្នេះចាប់ពីចំនួនយើងទាំងអស់គ្នាជាយុវជនសម័យថ្មីនេះតទៅយើងរៀបចំប្រទេសយើងរៀបចំខ្លួនរបស់យើងទៅហើយឈប់ជឿទៅលើពួកអ្នកដែលកំពុងតែដឹកនាំប្រទេសពួកអ្នកដែលបាននៅក្នុងអំណាចដែលយកទៅរួចខ្លួនហើយការពារគ្នាទេជាយើងការពារគ្នាគេអញ្ចឹងព្រោះអ្នកដែលបានប្រព្រឹត្តខុសគឺតែងតែអញ្ចឹងចោលវាតែងការពារចោលនេះឯងចឹងហើយបើប៉ូលីសនៅជាមួយចោលក៏ប៉ូលីសការពារចោលចឹងដែរអញ្ចឹងទេប៉ូលីសនឹងក៏ខុសចោលនឹងក៏ខុសអញ្ចឹងទេគឺថាយើងត្រូវគិតគូរទៅរៀបចំប្រទេសយើងឲ្យបានស្រួលឡើងវិញទៅចាប់ពីពេលនឹងតទៅយើងក្នុងនាមជាយុវជនចំនួនថ្មីយើងត្រូវសិក្សាស្វែងយល់អំពីការដឹកនាំប្រទេសរបស់មេដឹកនាំប្រទេសនៅក្នុងពិភពលោកហើយយើងមើលនៅក្នុងប្រទេសរបស់យើងតើមេដឹកនាំថ្មីណាមួយដែលយើងអាចផ្ដល់នូវក្តីសង្ឃឹមមានការទទួលខុសត្រូវពិតប្រាកដគឺពិតជាមានសប្តាហ៍នេះក៏យើងមើលឃើញចិត្តដែរគឺថានៃគណៈបកសង្គ្រោះជាតិគណៈបកដែលកំពុងតែធ្វើចលនានៅលើឆាកអន្តរជាតិទាំងនៅក្នុងប្រទេសកម្ពុជាផងដែរដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរពិតប្រាកដជំរុញឲ្យមានការកែប្រែពិតប្រាកដនៅជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនៅមុខមាត់នៃប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិរកយុទ្ធធម៌ពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរដូច្នេះគឺនេះហើយជាក្តីសង្ឃឹមពិតប្រាកដរបស់យើងទាំងអស់គ្នាជាខ្មែរបើសិនជាយើងមិនគ្រប់គ្រងខ្មែរដែលស្នេហាជាតិពិតប្រាកដដែលហ៊ានការពារទឹកដីពិតប្រាកដហើយយើងទៅគ្រប់គ្រងខ្មែរទៅអែបអបជាមួយនឹងបរទេសហើយដែលការពារពួកអ្នកអត់ចេះទទួលខុសត្រូវនៅក្នុងប្រវត្តិសាស្ត្រដែលបានបំផ្លាញជាតិហើយអត់ចេះទទួលខុសត្រូវតើយើងទាំងអស់គ្នានឹងបន្តបំផ្លាញជាតិដែរឬអត់ដូច្នេះនេះហើយជាសំណួរដែលយើងទាំងអស់គ្នាត្រូវឆ្លើយទាំងអស់គ្នាហើយត្រូវសម្រេចចិត្តទាំងអស់គ្នានៅការដែលយើងត្រូវរៀបចំប្រទេសរបស់យើងឲ្យបានត្រឹមត្រូវនៅពេលខាងមុខនេះបាទសូមអរគុណលោកវិជ្ជណាដែលបានរៀបរាប់ដល់ក្បោះក្បាយដែលមានអត្ថន័យជូនទៅដល់លោកសុកមេងសុងដែលជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងសូមបញ្ជាក់ថានេះជាទស្សនៈរបស់អ្នកវិភាគមិនមែនជាទស្សនៈរបស់វិទ្យុខ្មែរតោះទេសូមជម្រាបលាលោកវិជ្ជណាបាទអរគុណសូមជម្រាបលាបាទ